នៅភាគខាងជើងឈៀងខាងកើតនៃប្រទេសកម្ពុជាមានតំបន់ភ្នំខ្ពស់ៗដាច់ស្រយាលមួយដែលគ្របដណ្ដប់ទៅដោយព្រៃព្រឹក្សាដ៏ក្រាស់ឃ្មឹកនិងមានអបចុះត្រជាក់ពេញមួយឆ្នាំទីនោះជាកន្លែងរស់នៅរបស់បងប្អូនជនជាតិភាគតិចមួយក្រុមដែលរក្សាទំនៀមទម្លាប់បុរាណនិងរស់នៅដោយការគោរពបូជាចំពោះអ្នកតាភ្នំនិងព្រលឹងព្រៃព្រឹក្សាក្នុងចំណោមអ្នកភូមិមានបុរសចំណាស់ម្នាក់ឈ្មោះថាតាអ៊ូគាត់ជាគ្រូអាគមដែលមានមហិទ្ធិឫទ្ធិម្នាក់ប្រចាំកុលសម្ព័ន្ធប៉ុន្តែគាត់មានចរិតប្លែកពីគេគាត់រស់នៅក្នុងខ្ទមស្លឹកតូចមួយដាច់ដោយឡែកនៅឯជើងភ្នំបបូរមាត់របស់គាត់ខ្មៅប្រឡាក់ដោយទឹកស្លាហើយកែវភ្នែករបស់គាត់មុតថ្លាដូចជាកែវភ្នែកខ្លាអញ្ចឹងអ្នកភូមិម្នាក់មិនហ៊ានដើរកាត់ខ្ទមរបស់គាត់នៅពេលយប់នោះឡើយព្រោះតែងតែឮសំឡេងសូត្រមន្តគិតថាប្លែកៗនិងឃើញពន្លឺពណ៌ខៀវអណ្ដែតជុំវិញខ្ទមរបស់គាត់ជារឿយៗនៅថ្ងៃមួយមានក្រុមនិស្សិតសិក្សាស្រាវជ្រាវវប្បធម៌មួយក្រុមមកពីទីក្រុងបានធ្វើដំណើរមកដល់ភូមិនោះក្នុងចំណោមពួកគេមានយុវជនម្នាក់ឈ្មោះថាវិបុលដែលជាមនុស្សមានចិត្តមានះមិនសូវជឿលើរឿងអបិយជំនឿនិងចូលចិត្តចង់ដឹងចង់ឮជាខ្លាំងវិបុលគាត់តែងតែនិយាយថាសម័យនេះទៅហើយនៅមានអ្នកជឿរឿងអាគមអូនអានទីទៀតឬខ្ញុំមិនជឿថាគ្រូអាគមជនជាតិភាគតិចនោះមានមហិទ្ធិឫទ្ធិបារមីអីវ៉ៃពិតប្រាកដដូចអ្នកភូមិនាំគ្នាភ័យខ្លាចនោះឡើយមិត្តភ័ក្តិរបស់គាត់បានខាត់ខាំងវិបុលប៉ុន្តែវិបុលនៅតែមិនស្ដាប់ឡើយគេបានសម្រេចចិត្តលបទៅខ្ទមតាអ៊ូនៅពេលយប់ស្ងាត់ដើម្បីចង់ដឹងថាតើតាចាស់នោះកំពុងធ្វើអ្វីឲ្យពិតប្រាកដនៅក្នុងពេលយប់នោះខ្យល់បក់បោកខ្លាំងដើមឈើយល់ទៅយល់មកបង្កើតបានជាសំឡេងដែលគួរឲ្យខ្លាចវិបុលបានលបចូលទៅជិតនឹងអួចខ្ទមរបស់តាអ៊ូតាមចន្លោះជញ្ជាំងស្លឹកគេឃើញតាអ៊ូកំពុងតែអង្គុយធ្មេចភ្នែកសូត្រមន្តភាសាបុរាណដែលស្ដាប់មិនយល់នៅចំពោះមុខដើមឈើឆ្លាក់រូបមនុស្សតូចមួយនិងកូនក្រឡដីដុតដែលចងដោយអំបោះសិល្បពណ៌ក្រហមខណៈពេលដែលវិបុលកំពុងលបមើលស្រាប់តែមានសត្វមូសព្រៃមួយខាំចំកញ្ចឹងករបស់គេធ្វើឲ្យគេភ្ញាក់ព្រឹតរួចដើរថយក្រោយទៅជន់មែកឈើងាប់មួយបាក់ឮសូរប្រាវតាអ៊ូគាត់បើកភ្នែកភ្លាមភ្នែករបស់គាត់ឡើងក្រហមឈាមវិបុលហើយជាខ្លាំងក៏រត់ត្រឡប់ទៅផ្ទះស្នាក់នៅឯភូមិវិញទាំងដងហោកដងហើយប៉ុន្តែអ្វីដែលវិបុលមិនបានដឹងនោះគឺគេបានជ្រុះបាត់ខ្សែករូបថតរបស់គេនៅក្បែរខ្ទមនោះបាត់ទៅហើយព្រឹកឡើងវិបុលស្រាប់តែមានអាការៈប្លែកៗខ្លួនប្រាណរបស់គេឡើងកម្ដៅខ្លាំងស្បែករបស់គេចាប់ផ្ដើមឡើងអុចពណ៌ខ្មៅហើយគេចាប់ផ្ដើមនិយាយរវើរវាយស្ដាប់មិនបានប្រៀបដូចជាមានព្រលឹងអ្វីមួយចូលសន្ធិដ្ឋក្នុងខ្លួនរបស់គេអញ្ចឹងមិត្តភ័ក្តិរបស់គាត់មានការផិតភ័យជាខ្លាំងហើយក៏រត់ទៅសុំជំនួយពីមេភូមិគ្រាន់តែឃើញស្នាមខ្មៅលើខ្លួនវិបុលភ្លាមក៏ស្រែកទាំងភ័យស្លន់ស្លោថាស្លាប់ហើយនេះគឺជាអាគមព្រៃភ្នំយុវជននេះច្បាស់ជាបានធ្វើបំពានទៅលើវត្ថុស័ក្តិសិទ្ធិឬរបស់គ្រូអាគមតាអ៊ូហើយបើមិនប្រញាប់ទៅសុំខមាទោសទេគេច្បាស់ជាត្រូវស្លាប់ក្នុងរយៈពេល3ថ្ងៃជាមិនខានមិត្តភ័ក្តិរបស់វិបុលបានសែងគេទៅកាន់ខ្ទមរបស់តាអ៊ូពេលទៅដល់តាអ៊ូកំពុងអង្គុយរង់ចាំរួចជាស្រេចទាំងដៃកាន់ខ្សែករបស់វិបុលតាអ៊ូគាត់បាននិយាយថាក្មេងល្ងងខ្លៅឯងគិតថាភ្នែកមនុស្សមើលមិនឃើញគឺគ្មានអ្វីមែនទេឯងបានលបមើលពិធីសែនព្រលឹងព្រៃដែលជាច្បាប់ហាមដាច់ខាតឥឡូវនេះព្រលឹងខ្មោចព្រៃកំពុងតែតាមស៊ីព្រលឹងរបស់ឯងហើយមិត្តភ័ក្តិរបស់វិបុលបានលុតជង្គង់សំពះយំអង្វរតាអ៊ូឲ្យជួយសង្គ្រោះវិបុលផងតាអ៊ូគាត់បានដកដង្ហើមធំរួចសម្លឹងមើលមុខវិបុលដែលកំពុងដកដង្ហើមចង្រិតផ្ទឹកនៅលើគ្រែតាអ៊ូគាត់និយាយថាខ្ញុំអាចជួយបានតែមិនមែននៅទីនេះនោះទេដើម្បីដោះអាគមងងឹតនេះបានយើងត្រូវតែធ្វើដំណើរទៅកាន់រូងភ្នំឈាមនាគដែលស្ថិតនៅចំកណ្ដាលព្រៃជ្រៅជាកន្លែងដែលព្រលឹងដូនតាគង់នៅបើពួកឯងហ៊ានទៅជាមួយខ្ញុំនោះទើបមានសង្ឃឹមទោះបីជាខ្លាចប៉ុន្តែដើម្បីសង្គ្រោះជីវិតមិត្តភ័ក្តិពួកគេក៏ព្រមធ្វើដំណើរទៅតាមគ្រូអាគមតាអ៊ូការធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅពោរពេញដោយភាពព្រឺព្រួចសំឡេងសត្វយំកាត់យប់ដើមឈើធំដុះជិតគ្នាបង្កើតជារូបរាងបិសាចតាមផ្លូវពួកគេបានជួបនឹងហ្វូងកណ្ដៀរនិងពស់វែកធំដែលព្យាយាមមកខំប្រហារតែតាអ៊ូគាត់បានយកម្សៅវេទមន្តពណ៌លឿងមកបាចជុំវិញខ្លួនដែលធ្វើឲ្យសត្វសាហាវទាំងនោះរត់គេចខ្លួនអស់បន្ទាប់ពីធ្វើដំណើរអស់រយៈពេល1ថ្ងៃ1យប់ពួកគេបានមកដល់រូងភ្នំមួយដែលមានទឹកហូរចេញមកពណ៌ក្រហមប្រងើដូចជាឈាមអញ្ចឹងនៅក្នុងរូងភ្នំមានរូបសំណាកថ្មបុរាណមួយ
និងមានបរិយាកាសត្រជាក់ដល់ទាំងខ្នងតាអ៊ូបានបង្គាប់ឲ្យគេដាក់វិបុលនៅចំកណ្ដាលរូងភ្នំគាត់បានរៀបចំដាក់ជើងពៀនស្លាធរនិងដុតទៀនពណ៌ខ្មៅចំនួន7ដើមនៅជុំវិញខ្លួនរបស់វិបុលតាអ៊ូចាប់ផ្ដើមយកកំបិតបន្ទះបុរាណមួយមកកាន់នៅដៃរួចគាត់ក៏បានសូត្រមន្តគាថាដោយសំឡេងខ្លាំងៗនិងមុតមមស្រាប់តែពេលនោះខ្យល់ត្រជាក់មួយបានបក់បោកចូលមកក្នុងរូងភ្នំទៀនទាំង7ដើមក៏បានចិត្តរលត់ទៅហើយប៉ុន្តែក៏ភ្លឺឡើងមកវិញសំឡេងសើចក្អាកក្អាយដ៏គួរឲ្យរំញោចចិត្តបន្លឺឡើងនៅជុំវិញរូងភ្នំផ្សែងពណ៌ខ្មៅងងឹតមួយបានអណ្ដែតចេញពីក្នុងខ្លួនរបស់វិបុលប្រែចេញជារូបរាងខ្មោចព្រៃដ៏ធំមួយមានភ្នែកធំនិងធ្មេញស្រួចខ្មោចព្រៃនោះក៏បាននិយាយថាគ្រូអ៊ូហេតុអ្វីបានជាឯងជួយមនុស្សក្រុងម្នាក់នេះវាបានមើលងាយបារមីពួកយើងវាត្រូវតែស្លាប់ដើម្បីធ្វើជាបាវបម្រើរបស់អញតាអ៊ូគាត់បាននិយាយថាអោប្រលឹងដូនតាអើយក្មេងប្រុសនេះវាធ្វើខុសដោយក្តីល្ងងខ្លៅមិនដឹងខុសត្រូវតែប៉ុណ្ណោះខ្ញុំសូមយកកុសលផលបុណ្យដែលខ្ញុំបានសាងពេញមួយជីវិតនេះមកដោះដូរដើម្បីសុំជីវិតក្មេងនេះតើបានទេសូមប្រលឹងដូនតាមេត្តាដោះលែងវាទៅតាអ៊ូបានយកកំបិតវេទមន្តអាបាតដៃខ្លួនឯងឲ្យឈាមស្រក់ចូលទៅក្នុងក្រឡដីដុតរួចសូត្រមន្តគាថាចុងក្រោយមកអស់បោកក្រឡនោះទៅនឹងដីលឺសូរប្រាវពន្លឺពណ៌មាសមួយបានជះចេញពីឈាមរបស់តាអ៊ូទៅបន្សាបផ្សែងខ្មៅងងឹតនោះឲ្យរលាយបាត់ទៅក្នុងអាកាសទៅមេរៀនជីវិតនិងសច្ចធម៌នៅក្នុងរឿងនេះភ្លាមនោះវិបុលបានដកដង្ហើមធំរួចបើកភ្នែកឡើងវិញស្នាមអុចខ្មៅនៅលើខ្លួនរបស់គេបានរលាយបាត់អស់ទាំងស្រុងគេមានអារម្មណ៍ថាស្រឡះខ្លួនដូចជាបានកើតឡើងសារជាថ្មីអញ្ចឹងប៉ុន្តែនៅពេលដែលគេងាកទៅមើលតាអ៊ូពួកគេឃើញតាចាស់មានសភាពទន់ខ្សោយនិងស្គមស្កៀងជាងមុនយ៉ាងខ្លាំងព្រោះគាត់បានប្រើប្រាស់កម្លាំងធាតុនិងបារមីទើបតែអត់ដើម្បីយកគ្រោះជីវិតរបស់វិបុលទៅហើយវិបុលដឹងកំហុសភ្លាមគេក៏បានលុតជង្គង់ចុះយំសំពះនៅចំពោះមុខតាអ៊ូដោយក្តីដឹងគុណនិងស្ដាយក្រោយយ៉ាងខ្លាំងចំពោះភាពអំនួតរបស់ខ្លួនវិបុលក៏បាននិយាយថាលោកតាខ្ញុំបានខុសហើយខ្ញុំបានពិតជាសោកស្ដាយខ្លាំងណាស់ដែលបានមើលងាយវប្បធម៌និងបារមីរបស់លោកតាគុណបំណាច់សង្គ្រោះជីវិតនេះខ្ញុំមិនបំភ្លេចនោះឡើយតាអ៊ូញញឹមតិចរួចយកដៃមកអង្អែលក្បាលរបស់វិបុលថ្នមតាអ៊ូក៏បាននិយាយថាចៅប្រុសអ្វីដែលមើលមិនឃើញមិនមែនមានន័យថាគ្មាននោះទេធម្មជាតិនិងព្រៃភ្នំមានវិញ្ញាណនិងច្បាប់ទម្លាប់របស់វាមនុស្សយើងរស់នៅត្រូវការគោរពនិងមិនត្រូវប្រមាថមើលងាយអ្វីដែលយើងមិនយល់ច្បាស់នោះឡើយទៅក្រុងវិញទៅចោះចៅហើយធ្វើជាមនុស្សល្អម្នាក់ចាប់តាំងពីពេលនោះមកវិបុលបានផ្លាស់ប្ដូរចរិតលក្ខណៈទាំងស្រុងគេក៏បានក្លាយទៅជាមនុស្សម្នាក់ដែលមានការបន្ទាបខ្លួនគោរពដល់ទំនៀមទម្លាប់បុរាណរបស់បងប្អូនជនជាតិភាគតិចនិងតែងតែជួយផ្សព្វផ្សាយការពារព្រៃឈើនិងធម្មជាតិនៅទីនោះឯអាចកំបាំងនៃព្រៃមន្តអាគមបុរាណរបស់លោកគ្រូអាគមជនជាតិភាគតិចនៅតែជារឿងរ៉ាវដ៏ស័ក្តិសិទ្ធិនិងគួរឲ្យគោរពកោតខ្លាចនៅក្នុងដែនដីអាក្រាស់នេះជារៀងរហូតមកគតិអប់រំនៅក្នុងរឿងនេះកុំប្រមាថមើលងាយអ្វីដែលយើងមិនដឹងឬមើលមិនឃើញវប្បធម៌ជំនឿនិងទំនៀមទម្លាប់របស់បងប្អូនជនជាតិភាគតិចឬសហគមន៍នីមួយៗគឺជារបស់ដែលមានតម្លៃនិងមានប្រវត្តិសាស្ត្រដ៏យូរលង់មកហើយដែលយើងត្រូវតែគោរពនិងមិនត្រូវយកមកលេងសើចឬប្រមាថដល់គេនោះឡើយសេចក្តីលះបង់និងការដឹងកំហុសការចេះទទួលស្គាល់កំហុសនិងកែប្រែខ្លួនជាមនុស្សថ្មីគឺជាសេចក្តីថ្លៃថ្នូរដ៏ពិតប្រាកដរបស់មនុស្សនៅក្នុងការរស់នៅសូមអរគុណសូមជម្រាបលា